បើបងយើងទៀតដឹងថាក្បាលត្រីប្រាយកមកវាយចេញជាម្ជូរក្រាក់បែបនេះគឺរសជាតិឆ្ងាញ់ខ្លាំងមែនតើគ្រាន់តែឃើញវីដេអូកំពុងតែពុះមកម្ហូបយើងគ្រុយៗបែបនេះក្លិនវាឈ្ងុយទៀតគឺរសជាតិនឹងមកអែមតែម្ដងមិនត្រឹមតែក្បាលត្រីប្រាគឺយើងមានជាមួយនឹងមកពោះវាក៏ដូចជាសកៃវានឹងលាយឡំចូលគ្នាមកគឺជាតិតែម្ដងណាបងប្អូនណាបាទជម្រាបសួរក៏ដូចជាសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ Channel នឹង Page CM1 Mission នៅក្នុងវីដេអូនេះខ្ញុំសូមបង្ហាញបងប្អូនទាំងគ្នាពីវិធីនៃការស្លម្ជូរក្បាលត្រីប្រាឬក៏ម្ជូរក្រាក់ក្បាលត្រីប្រាបងប្អូនណាបាទថាតើរសជាតិរបស់វានឹងបាទពេលយើងស្លទៅរសជាតិបែបណាកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាជាមួយនឹងគ្រឿងផ្សំរបស់វាជាមួយនឹងគ្រឿងផ្សំរបស់វាបាទគឺមិនជាមានអីច្រើនបងប្អូនណាបាទគឺយើងមានជាមួយនឹងក្បាលត្រីប្រារបស់យើងនឹងឯងចំពោះក្បាលត្រីប្រានេះពេលដែលយើងបាទទិញពីគេមកណាបងប្អូនណាបាទយើងធ្វើការលាងសម្អាតទឹកវាឲ្យបានស្អាតបាទលាងជាមួយអំបិលបន្ទាប់មកលាងជាមួយនឹងក្រូចឆ្មាដើម្បីឲ្យវាកាត់ជាមួយនឹងអំបិលរបស់វាណាបាទក្បាលត្រីប្រានេះគឺវាមានអំបិលដែរអញ្ចឹងបើយើងលាងអំបិលឲ្យស្អាតទៅគឺធានាថាបាទយើងស្លម្ជូរក្រាក់ទៅគឺឆ្ងាញ់ខ្លាំងមែនតើជាមួយនឹងការលាងសម្អាតក្បាលត្រីប្រារបស់យើងនេះបើសិនជាយើងលាងជាមួយអំបិលរួចហើយបាទយើងលាងជាមួយនឹងក្រូចឆ្មាព្រោះថាក្រូចឆ្មាវាជូរទៅវាកាត់ជាមួយនឹងអំបិលក្បាលត្រីប្រារបស់យើងបានល្អខ្លាំងមែនតើហើយស្អាតទៀតបើសិនជាបងប្អូនគ្មានក្រូចឆ្មាទេដាក់ជាមួយនឹងម្សៅស៊ុបណាឲ្យសុំទោសម្សៅបំពងបាទយើងលាងជាមួយម្សៅបំពងហើយយើងបន្តមកយើងលាងសម្អាតម្សៅបំពងឲ្យបានស្អាតទៅគឺធានាថាបាទក្បាលត្រីប្រារបស់យើងអស់អំបិលហើយបាទលេងឆ្អាបលេងអីហើយគ្រឿងផ្សំបន្តទៀតយើងមានជាមួយនឹងប្រហុកយើងចិញ្ច្រាំបានមកចូលចិត្តផុកច្រើនដាក់ច្រើនចូលចិត្តតិចដាក់តិចយើងមានជាមួយនឹងម្ជូរអំពិលបាទអំពិលនេះត្រួយអំពិលក៏បានអំពិលខ្ចីក៏បានដែរគ្រឿងទេសរបស់យើងមានជាមួយនឹងគល់ក្រៃរំដេងរមៀតក្រូចសើចខ្ទឹមសក៏ដូចជាបាទម្ទេសបន្តមកទៀតជាមួយនឹងស្លឹកនេះគេហៅថាស្ដៅឆ្អេះឬក៏បាទស្លឹកកទ្របងប្អូនហៅតាមតំបន់អញ្ចឹងណាអញ្ចឹងគ្រឿងផ្សំរបស់យើងគឺមានតែប៉ុណ្្នឹងឯងហើយជាមួយនឹងគ្រឿងទេសនោះគឺយើងបាទគេហៅថាដំវាណាបងប្អូនណាអត់ធ្វើការបុកជាមួយគ្នាទេបាទយើងដំវាអញ្ចឹងគ្រឿងផ្សំរបស់យើងមកក្បាលត្រីប្រារបស់យើងរៀបចំរួចរាល់ហើយចាប់ដើមធ្វើការបាទស្លម្ជូរក្រាក់របស់យើងទាំងអស់គ្នាបាទចាក់ខ្លាញ់បន្តិចមកឬក៏ប្រេងឆាណាតែក្តៅតិចមកយើងចាប់ដើមដាក់ជាមួយនឹងមកគ្រឿងទេសរបស់យើងចូលមកក្នុងខ្ទះរបស់យើងនេះមកបាទខ្ទះទឹករបស់យើងហ្នឹងបន្តមកចាប់ដើមធ្វើការឆាត្រឡប់មកគ្រឿងទេសរបស់យើងហ្នឹងជាមួយខ្ទះទឹករបស់យើងហ្នឹងបងប្អូនណាបាទបើកភ្លើងផងកុំឲ្យថាភ្លេចបើកភ្លើងបាទឆ្អាអត់ចេះឆ្អិនទេបងប្អូនបាទអញ្ចឹងបន្តមកយើងធ្វើការឆាត្រឡប់មកគ្រឿងទេសរបស់យើងហ្នឹងឲ្យបានឈ្ងុយមកបាទអញ្ចឹងពេលដែលឆាបន្តិចទៅឃើញថាចាប់ដើមឈ្ងុយបន្តិចម្ដងណាចឹងបន្ទាប់ពីឃើញថាបាទគ្រឿងទេសរបស់យើងឈ្ងុយល្អហើយយើងចាប់ដាក់ជាមួយនឹងប្រហុកដែលយើងបានច្រាំមកហ្នឹងចូលមកក្នុងបាទគ្រឿងទេសរបស់យើងនេះមកបន្ទាប់មកធ្វើការបាទច្បល់ប្រហុករបស់យើងជាមួយគ្រឿងទេសរបស់យើងឲ្យបានបាទសព្វចូលគ្នាល្អមកប្រហុកនេះយើងធ្វើការច្បល់ឲ្យបែកជាមួយនឹងបាទគ្រឿងទេសរបស់យើងបាទធ្វើម៉េចឲ្យបានសព្វចូលគ្នាអញ្ចឹងប្រហុករបស់យើងទៅពេលដែលយើងបានធ្វើការច្បល់ជាមួយគ្រឿងទេសរបស់យើងទៅគឺឈ្ងុយណាបាទឈ្ងុយប្រហុកគឺឈ្ងុយល្អខ្លាំងមែនទែនចឹងបន្ទាប់ពីប្រហុករបស់យើងបានឈ្ងុយហើយចាំដាក់ជាមួយគ្រឿងផ្សំរបស់យើងចូលមកបាទមានទឹកត្រីបាទបន្តិចណាហើយជាមួយនឹងប៊ីចេងក៏ដូចជាស្ករសបាទដាក់ចូលមកបន្ទាប់មកធ្វើការឆាត្រឡប់បាទគ្រឿងផ្សំរបស់យើងជាមួយនឹងគ្រឿងទេសរបស់យើងក៏ដូចជាប្រហុករបស់យើងនឹងមកបាទឲ្យសព្វចូលគ្នាមកចូលជាតិចូលជើងនេះល្អមកចឹងបន្តិចក្រោយមកបន្ទាប់ពីឃើញថាវាចូលជាតិចូលជើងហើយចាំការទេបងណាធ្វើការដាក់ជាមួយនឹងក្បាលត្រីដែលយើងបានបាទត្រៀមរៀបរាល់ហ្នឹងចូលមកក្នុងបាទគេហៅថាម្ជូរក្រាក់របស់យើងនេះមកប៉ុន្តែយើងអត់ដាក់ម្ជូរទេណាបងណាបាទយើងដាក់ក្បាលត្រីរបស់យើងចូលសិនមកបាទជាមួយក្បាលត្រីយើងធ្វើការបាទកាប់វាជាដុំធំចេះបាទយើងស្លក្រាក់ទៅឆ្ងាញ់បងណាបើសិនជាកាប់ទុយពេកវាឆាប់បែកហើយមើលទៅអត់មានសុវត្ថិភាពទេបាទអត់តំណងឆ្ងាញ់ទេអញ្ចឹងបន្ទាប់ពីបងប្អូនយើងបានធ្វើការដាក់ក្បាលត្រីប្រារបស់យើងចូលជាមួយនឹងគ្រឿងទេសជាមួយនឹងគ្រឿងផ្សំបាទក្រាក់របស់យើងនេះហើយយើងធ្វើការច្បល់បាទក្បាលត្រីប្រារបស់យើងនឹងជាមួយនឹងគ្រឿងទេសបាទរបស់យើងឲ្យបានសព្វចូលគ្នាមកអញ្ចឹងបន្តិចក្រោយមកបន្ទាប់ពីឃើញថាយើងច្បល់សព្វចូលនេះចូលជាតិចូលជើងល្អហើយបងប្អូនចាប់ដាក់ម្ជូរចូលណាហើយចំពោះម្ជូរនេះបើសិនជាបងប្អូនបាទធ្វើការដាក់ម្ជូរអំពិលខ្ចីបែបនេះយើងធ្វើការដំវាសិនបងប្អូនណាបាទដំឲ្យវាបែកដើម្បីឲ្យវាឆាប់ចូលជាតិគ្នាល្អណាតែបើសិនជាបងប្អូនដាក់ជាមួយនឹងម្ជូរត្រួយអំពិលក៏បានដែរបាទល្អដូចគ្នាបាទរសជាតិហ្នឹងគឺម្យ៉ាងម្នាក់បាទរសជាតិម្យ៉ាងម្នាក់ជាមួយនឹងម្ជូរតែម្ជូរដូចគ្នាតមកធ្វើការបាទក្របវារងចាំមកអំពុះមកយើងបើកខ្វាក់មកឃើញថាឈ្ងុយបាទគ្រឿងផ្សំជាមួយនឹងបាទគេហៅថាក្រាក់របស់យើងនេះបន្តមកបើសិនជាបងប្អូនចង់ឲ្យវាឆាប់ឆ្អិនល្អណាបងប្អូនធ្វើការដាំទឹកក្តៅបាទដាក់ទឹកក្តៅចូលមកតែបើសិនជាបងប្អូនមិនមានទឹកក្តៅទេដាក់ទឹកត្រជាក់ជាងធម្មតាក៏បានដែរបន្ទាប់ពីដាក់ទឹកក្តៅហើយយើងធ្វើការបាទច្បល់បន្តិចថ្នមណាជាមួយនឹងក្បាលត្រីប្រារបស់យើងហ្នឹងបាទម្ជូរក្រាក់របស់យើងហ្នឹងថ្នមដើម្បីឲ្យវាចូលជាតិចូលជើងជាមួយនឹងទឹកដែលយើងបានបន្ថែមហ្នឹងអញ្ចឹងរងចាំតែបន្តិចទៅបាទមកធុះមកអំពុះទៅឃើញថាបាទរសជាតិបាទក្បាលត្រីប្រាម្ជូរក្រាក់របស់យើងនេះគឺចាប់ដើមចូលជាតិចូលជើងហើយបងប្អូនធ្វើការគ្របទៅដើម្បីឲ្យវាងុំល្អអញ្ចឹងណាអញ្ចឹងមកធុះក្រោយមកបាទមកអំពុះទៅឃើញថាទំនល់មែនតែនគឺឈ្ងុយប្រហើរជាមួយនឹងបាទគេហៅថាក្រាក់ម្ជូរក្រាក់បាទក្បាលត្រីប្រារបស់យើងនេះឯងអញ្ចឹងបន្ទាប់ពីនេះហើយបងប្អូនយើងមើលទៅថាតើក្បាលត្រីប្រារបស់យើងនេះបានឆ្អិនបាទម្ជូររបស់យើងនេះបានឆ្អិនចប់ទឹកគ្រប់នៅបើសិនជាឃើញថាឆ្អិនហើយបងប្អូនយើងគ្រាន់តែភ្លក់រសជាតិណាថាតើរសជាតិម្ជូរក្រាក់បងប្អូនហ្នឹងរសជាតិត្រឹមត្រូវតាមការចូលចិត្តហើយនៅហើយបើសិនជារសជាតិមិនទាន់ត្រឹមត្រូវតាមការចូលចិត្តទេបងប្អូនយើងកុំភ្លេចជួយចុច Subscribe ក៏ដូចជា Like Share ដើម្បីទទួលបានវីដេអូថ្មីៗពី Channel និង Page របស់ខ្ញុំបាទជាបន្តទៀតក៏ដូចជាការគាំទ្រនិងលើកទឹកចិត្តមកដល់ខ្ញុំបាទអញ្ចឹងបើសិនជាបងប្អូនភ្លក់រសជាតិនឹងមិនទាន់ត្រឹមត្រូវទេអាចធ្វើការបន្ថែមបាទរសជាតិទៅតាមការចូលចិត្តរបស់បងប្អូនបើសិនជាបងប្អូនចូលចិត្តម្ជូរបាទថែមម្ជូរ
បន្ថែមទៅបើសិនជាចូលចិត្តបាទរសជាតិបែបណាបាទថែមទៅតាមការចូលចិត្តមកបន្តមកដាក់ជាមួយនឹងបាទស្លឹកកន្ទ្របឬក៏តំបងខ្លះគេថាស្ដៅឆ្អេះអញ្ចឹងចំពោះស្លឹកកន្ទ្របរបស់យើងនេះយើងធ្វើការយកអាត្រួយត្រួយណាបេះយកអាត្រួយត្រួយហើយច្បូតធាងវាចេញបែបនេះមកបន្តមកបាទធ្វើការដាក់ជាមួយនឹងសម្លម្ជូរក្រាក់របស់យើងនេះមកបាទក្រាក់ក្បាលត្រីប្រារបស់យើងហ្នឹងហើយបន្តមកធានាថារសជាតិបាទមុខម្ហូបបាទម្ជូរក្រាក់ក្បាលត្រីប្រារបស់យើងនេះគឺឈ្ងុយប្រហើរក្លិនហើយរសជាតិហ្នឹងគឺឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងបើសិនជាបងប្អូនមិនទាន់បានសាកល្បងទេអាចធ្វើការសាកល្បងបាទស្លម្ជូរក្បាលត្រីប្រារបស់យើងនេះបាទហៅថាស្លម្ជូរក្រាក់នេះធានាថារសជាតិហ្នឹងដឹងតែពិសេសតែម្ដងហើយបងប្អូនយើងកុំភ្លេចបាទធ្វើការចុចបាទ share វីដេអូនេះបើសិនជាបងប្អូនចូលចិត្តវីដេអូនេះណាហើយបើសិនជាបងប្អូនចង់សាកល្បងឯងអាចធ្វើការបាទសាកល្បងបានហើយរសជាតិដែលបងប្អូនកំពុងតែស្លនេះបាទរសជាតិឆ្ងាញ់ឬក៏មិនឆ្ងាញ់កុំភ្លេច comment នៅក្នុងវីដេអូរបស់ខ្ញុំនេះផងបាទអញ្ចឹងចំពោះសម្លម្ជូរក្រាក់ក្បាលត្រីប្រានេះគឺខ្ញុំចប់តែត្រឹមប៉ុណ្្នេះឯងអរគុណច្រើនសម្រាប់ការតាមដានទស្សនាអញ្ចឹងយើងមកជួបគ្នានៅវីដេអូក្រោយជាមួយនឹងមុខម្ហូបផ្សេងទៀតអរគុណច្រើនបើសិនជាចូលចិត្តវីដេអូនេះកុំភ្លេចចុច like ក៏ដូចជា subscribe ដើម្បីទទួលបានវីដេអូថ្មីៗពី channel និង page របស់ខ្ញុំបាទជាបន្តទៀតអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្្នឹងទេបាយបាយ